លោកពូយិនពុជដែលជាអធិបតីនៃកូនចៅបានអរតនីក្នុងកិច្ចការងារធ្វើនៅធម្មទានដើម្បីជាធម្មសបាយឬក៏ជាធម្មបណ្ណាការនៅក្នុងកម្មវិធីបុណ្យដែលបានប្រព្រឹត្តទៅរយៈពេល2ថ្ងៃនេះដើម្បីលើកឡើងនៅបញ្ហាផ្សេងៗដែលតាក់ទងនៅក្នុងការប្រព្រឹត្តក្នុងកិច្ចការងារជាបុណ្យកុសលរបស់អ៊ីស្រាធិបតីសម័យដើមទៀនប្រធានដើមបុណ្យគ្រប់រូបដែលបានចាត់ចែងនិងចំណាយពេលវេលានិងថវិកាទ្រព្យធនធានដើម្បីឲ្យប្រព្រឹត្តទៅនៅក្នុងពិធីបុណ្យគម្រប់ខួប1ឆ្នាំនេះហើយពិធីបុណ្យគម្រប់ខួប1ឆ្នាំនេះក៏បានរតនានិមន្តព្រះសង្ឃរហូតដល់2វត្តដែលមានវត្តបុរាណនិវេសកោះកឡ1វត្តហើយនិងវត្តដូនទេពសវណ្ណបទុមបុប្ផារាមហៅវត្តដូនបា1វត្តហើយក៏ជាវត្តរបស់លោកពូយិនពុជដែរហ្នឹងហើយទាំងពីរហ្នឹងហើយចាប់យកទាំងពីរអញ្ចឹងទាំងពីរវត្តនេះជាវត្តចំណុះរបស់ខ្លួនឯងបាទនឹងត្រូវទៅវត្តកោះកឡក៏បានវត្តដូនបាក៏បានពីព្រោះអាត្មាក៏ដូចជាលោកពូដែរអាត្មាពីរវត្តដែរពីព្រោះជីតាខាងញោមស្រីនៅដូនបាអាត្មាបើជីតាខាងញោមប្រុសនៅកោះកឡហើយនៅនឹងដូនបាដែរយ៉ាងមិននៅកោះកឡទេអញ្ចឹងមានន័យថាប៉ុន្តែអាត្មាសុំទាំងពីរវត្តដែរអញ្ចឹងហ្នឹងហើយពិធីបុណ្យនេះបានប្រារព្ធឡើងដើម្បីឧទ្ទិសចំពោះឧបាសិកាអ្នកម្ដាយឈួនប៉ោះដែលបានចែកឋាន1ឆ្នាំហើយចឹងដើម្បីឲ្យសមនៅក្នុងកម្មវិធីបុណ្យគម្រប់ខួប1ឆ្នាំនេះគឺខ្ញុំកណ្ណាអាត្មាភាពនឹងបានលៃលោកអំពីការបរិយាយនៅក្នុងកិច្ចការងារបុណ្យកុសលពីខាងដើមបន្តិចមុននឹងចូលនៅក្នុងនៃប្រធរខ្លះដើម្បីជាការប្រកាសសម្ដែងនៅពុទ្ធវាទរបស់ព្រះសម្មាសម្ពុទ្ធដែលជាបរមសាស្តាចារ្យនៃយើងពាក់ព័ន្ធនៅក្នុងកម្មវិធីបុណ្យគម្រប់ខួប1ឆ្នាំក្តី3ឆ្នាំក្តីសិតសឹងតែជាការកំណត់ពេលវេលារបស់យើងអ្នកធ្វើបុណ្យទេហ្នឹងហើយក៏ប៉ុន្តែនៅក្នុងពិធីបុណ្យដែលយើងកំពុងតែប្រារព្ធនេះគឺប្រព្រឹត្តទៅនៅក្នុងសង្ឃតាតក្កណានុប្បទានបាទឬក៏ហៅថាបុណ្យសង្ឃផតក៏បានដែលហៅថាសង្ឃតាតក្កណានុប្បទាននេះគឺទានធ្វើចំពោះសង្ឃហើយឧទ្ទិសចំពោះអ្នកស្លាប់ហ្នឹងហើយអ្នកស្លាប់រយៈពេលប៉ុន្មានថ្ងៃប៉ុន្មានខែប៉ុន្មានឆ្នាំហ្នឹងក៏យើងបានឧទ្ទិសទៅរីឯយើងហៅថាជាសង្ឃទានហ្នឹងក៏បានក៏យើងថាទានដែលធ្វើសម្ដៅចំពោះសង្ឃហ្នឹងដែលមានប្រសង់និមន្តមកពីអារាមណាដែលយើងបាននិមន្តមកហើយសង្ឃតាតក្កណានុប្បទានក្តីសង្ឃទានក្តីគឺប្រព្រឹត្តនៅក្នុងអង្គ3ដូចគ្នាបាទដូចជាលោកយាយលោកតាដែលបានស្ដាប់នៅប្រសង់សម្ដែងប្រធមទេសនាច្រើនក៏យល់អំពីនៃអង្គសង្ឃតាតក្កណានុប្បទាននឹងដែរគឺទី1ហ្នឹងគឺទាយិកានឹងឧទ្ទិសេនៈញាតិញោមដែលជាអ៊ីស្រាធិបតីនេះជាទាយកទាយិកាជាអ្នកដែលឧទ្ទិសនៅទាននឹងឯងជាអ្នកមាននៅវត្ថុណាវត្ថុនៃការឲ្យទាននឹងអញ្ចឹងវត្ថុនៃការឲ្យទាននឹងសំដៅដល់អីខ្លះថាមានបាយហើយនឹងទឹកនំចំណីនិងគ្រឿងបរិក្ខារនានាដែលញាតិញោមបានមាននៅក្នុងដៃហ្នឹងទៅក៏
បានមាននៅតយវត្ថុទាំងអស់ហ្នឹងថាយកទៅណាយកទៅប្រគេនចំពោះព្រះភិក្ខុសង្ឃដែលយើងហៅថាសង្ឃមមហិសុបតិដ្ឋិតាទានដែលតម្កល់ល្អហើយនៅក្នុងសង្ឃនឹងអញ្ចឹងក៏បានប្រគេនចំពោះសង្ឃជាគម្រប់2នៅក្នុងខណៈពេលដែលយើងបានប្រគេនចំពោះព្រះសង្ឃជាគម្រប់2នោះឯងយើងក៏បានផ្សាយនៅមេត្តាចិត្តនឹងឧទ្ទិសចំពោះបុគ្គលដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខមានមេត្តានិងបិតានឹងឯងឬក៏រហូតទៅដល់យើងរំលឹកទៅដល់ជីដូនជីតាគ្រូឧបជាយាចានិងញាតិកាក្នុងសង្សារវដ្តដតីទៀតនឹងដែលយើងសរុបហៅថាញាតិកាទាំង7សន្តានក្នុងគណៈពេលនោះណាសង្កេតាតកេណានុបទានរបស់យើងមានឈ្មោះថាណាបេតាណੰអនុមោទនេនៈមានន័យថាញាតិដែលយើងឧទ្ទិសនឹងត្រូវតែមកទទួលត្រេកអរអនុមោទនាអញ្ចឹងមានសន្តានទាំង3ហ្នឹងញាតិញោមពុទ្ធបរិស័ទយើងបានសិក្សារៀនសូត្រទៅគឺអាវាទរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺព្រះអង្គបានសម្ដែងនៅក្នុងលក្ខណៈទាំង3ហ្នឹងប៉ុន្តែលក្ខណៈពីខាងដើមហ្នឹងយើងអាចពលត្រូវបានញោមណានឹងដូចជាទាយកទាយកាចាត់ចែងខ្វល់ខ្វាយតែយវត្ថុផ្សេងយើងមើលឃើញទាំងអស់គ្នាព្រះសង្ឃមកត្រៀបត្រាក្នុងគេហដ្ឋាននៃបុណ្យយើងមើលឃើញទាំងអស់គ្នាអញ្ចឹងអង្គពីខាងដើមហ្នឹងយើងបានប្រកាសច្បាស់ឃើញដោយនឹងភ្នែកទាំងអស់គ្នាប៉ុន្តែប្លែកអីអង្គទី3យើងមិនដឹងថាញាតិណាមកត្រៀបត្រាក្នុងគេហដ្ឋាននេះទេយើងមិនដឹងថាអ្នកម្ដាយណែនឹងឈួនប៉ោះក្តីជីដូនជីតាក្តីគាត់មកត្រៀបត្រាមកទទួលត្រេកអរអនុមោទនាដែរឬទេញាតិកាទាំង7សន្តានដែលបានចែកឋានមុនសម័យប៉ុលពតក្តីក្នុងសម័យប៉ុលពតក្តីក្រោយសម័យប៉ុលពតក្តីថ្មីនេះក្តីមិនដឹងថាមកត្រៀបត្រាជួបជុំគ្នាក្នុងគេហដ្ឋាននេះដើម្បីអនុមោទនាក៏យើងមិនបានដឹងដែរនឹងឯងអានឹងគឺជាបញ្ហាមួយដែលជាកង្វល់របស់ញាតិញោមជាពុទ្ធបរិស័ទជាច្រើនមិនមែនថាក្នុងទីនេះទេសូម្បីតែទីណាក៏ឆ្ងល់ដែរថាទានដែលខ្ញុំបកករណាបានធ្វើនេះតើញាតិរបស់ខ្ញុំបកករណានឹងបានទទួលដែរឬទេហើយកង្វល់នឹងលោកពូសូម្បីតែក្នុងសម័យពុទ្ធកាលនឹងក៏មានមនុស្សក្នុងសម័យព្រះសម្មាសម្ពុទ្ធសួរចំពោះព្រះសម្មាសម្ពុទ្ធដូចគ្នាដែរហ្នឹងហើយក្នុងកាលនោះពុកម្ដាយដែលបានចែកឋានពីលោកនេះទៅកាន់លោកខាងមុខមានកូនទាំង14នាក់នោះបានទៅក្រាបទូលសួរចំពោះព្រះដ៏មានព្រះភិក្ខុថាទានរបស់ខ្ញុំបកករណានេះធ្វើចប់សពគ្រប់ហើយព្រះអង្គមានការធ្វើទានចំពោះព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាននឹងក៏បានធ្វើហើយចុះឪពុកម្ដាយរបស់ខ្ញុំបកករណានឹងបានទទួលអនុមោទនាដែរឬទេព្រះអង្គចឹងក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គបានណាឆ្លើយតបចំពោះមនុស្សក្នុងសម័យកាលនោះអំពីបុគ្គលណាក្នុងសាច់រឿងហ្នឹងគឺថាព្រះអង្គសម្ដែងអំពីវិបាកដែលត្រូវបដិសន្ធិនឹងឯងគឺថាញាតិនឹងបានទទួលក្នុងកំណើតបេតវិស័យនឹងចឹងក៏បានប្រាប់អំពីដំណើរនៃសាច់រឿងហ្នឹងប្រកាសថាក្នុងគណៈពេលដែលស្លាប់នឹងមិនបានទៅបដិសន្ធិនៅទីណាទេក៏ចិត្តតេតើជាមួយនឹងកូនចៅប្រុសស្រីនឹងក៏កើតនៅក្នុងបេតវិស័យប៉ុន្តែក្នុងគណៈណាដែលកូនចៅប្រុសស្រីធ្វើទានជាលំដាប់បន្តជាហោហែទៅក៏មេត្តាបិតារបស់អ្នកនឹងក៏បានត្រេកអរអនុមោទនានឹងក៏បានបដិសន្ធិក្នុងឋានទេវលោកចឹងក៏មានអារម្មណ៍នឹងធូរសប្បាយចិត្តមកវិញថាខ្លួនឯងនឹងបានធ្វើទានចំពោះព្រះភិក្ខុសង្ឃបានធ្វើបុណ្យនេះ
ម្យ៉ាងត្រេកអរនឹងបុណ្យរបស់ខ្លួនឯងផងម្យ៉ាងត្រេកអរថាឪពុកម្ដាយនឹងបានរួចផុតចាកទុក្ខព្រោះថាខ្លួនឯងនឹងបានធ្វើបុណ្យនឹងឯងនឹងប៉ុន្តែនោះសម័យព្រះសម្មាសម្ពុទ្ធគង់នៅញាតិញោមនឹងក្នុងព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធព្រះអង្គមានការសម្ដែងបន្តបន្ទាប់ទៅសើអំពីសង្ឃតាតកណានុបទានឬក៏ថាទានដែលធ្វើចំពោះភិក្ខុសង្ឃនឹងនៅក្នុងតកណាវិសុទ្ធិសូត្រអីហ្នឹងសម្ដែងជាប់តាក់ទងនឹងការពោលសរសើរអំពីគុណនៃព្រះអរិយៈទាំងឡាយមួយគុណរបស់ភិក្ខុសង្ឃទាំងឡាយផងនឹងដែលឈ្មោះថាគុណរបស់ព្រះអរិយៈទាំងឡាយនឹងរាប់អំពីថ្នាក់សោតាបត្តមៈសោតាបតិផលសកទាគាមិសកទាគិមផលអរហត្តមៈអរហត្តផលអីជាដើមនឹងគឺថាមានគុណវិសេសក្នុងការដែលយើងទាំងអស់គ្នាបានធ្វើទានណាញ៉ាទានចំពោះលោកសូម្បីតែអត្តភាពខ្លួនឯងដែលជាបុណ្យនឹងគឺប្រសើរក្រៃលែងអានិសង្ឃនឹងគឺថាប្រសើរក្រៃលែងហ្នឹងហើយសម្រាប់យើងមិនបាច់គិតដល់អ្នកដែលស្លាប់ទេគឺថាអ្នកដែលស្លាប់នឹងគឺថានឹងបានទទួលត្រេកអរបានប្រសើរក្រៃលែងដូចគ្នាហ្នឹងហើយក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរអំពីភិក្ខុសង្ឃនេះដែលមាននៅក្នុងព្រះសាសនារបស់ព្រះអង្គដែលយើងហៅថាសមតិសង្ឃញាតិញោមហ្នឹងហើយសមតិសង្ឃសង្ឃកើតដោយសន្មតហើយញាតិញោមខ្លះមិនយល់ក្នុងភាសាទាំងអស់ហ្នឹងសម័យនេះក៏សមតិសង្ឃសម័យព្រះសម្មាសម្ពុទ្ធក៏មានសមតិសង្ឃហ្នឹងហើយហេតុអីបានហៅថាសមតិសង្ឃសង្ឃដែលកើតឡើងបួសដោយការសន្មតបួសដោយការសូត្រញត្តិចតុកម្មវាចាឲ្យឡើងជាសាមណេរក្តីឲ្យឡើងទៅជាភិក្ខុក្តីឲ្យឡើងទៅជាព្រះសង្ឃនៅក្នុងព្រះពុទ្ធសាសនាហ្នឹងអញ្ចឹងព្រះសង្ឃណាដែលបួសហើយជាធម្មតាទៅតាមធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធហៅថាសមតិសង្ឃសម័យពុទ្ធកាលក៏មានដូចគ្នាដែរញោមហ្នឹងឯងប៉ុន្តែក៏នៅក្នុងសម័យពុទ្ធកាលប្រកាសនៅក្នុងអរិយសង្ឃមួយបែបទៀតដោយម្ដេចដែលហៅថាអរិយសង្ឃនោះដែលហៅថាអរិយសង្ឃគឺជាព្រះសង្ឃដែលបានសម្រេចនៅមគ្គហើយនឹងផលក្នុងការដែលលោកបានបួសនៅក្នុងព្រះពុទ្ធសាសនាលោកបានប្រតិបត្តិធម៌វិន័យតាមស្នាមព្រះបាទរបស់ព្រះសម្មាសម្ពុទ្ធហើយលោកក៏បានពោលត្រូវនៅធម៌របស់ព្រះសម្មាសម្ពុទ្ធហើយក៏បានសម្រេចទៅជាព្រះអរហន្តទៅជាអគ្គសាវកឆ្នាំផ្សេងព្រះសម្មាសម្ពុទ្ធព្រះអង្គហៅថានោះគឺជាអរិយសង្ឃគឺជាសង្ឃដ៏ប្រសើរអញ្ចឹងមានន័យថាសម័យកាលនេះដែលឈ្មោះថាសមតិសង្ឃដោយសន្មតថាបួសមិនបានសម្រេចមគ្គផលទេសម័យព្រះសម្មាសម្ពុទ្ធបួសសម្រេចមគ្គផលប៉ុន្តែសម័យនេះបួសសម្រេចដែរបួសសម្រេចដោយវិជ្ជាផ្លូវលោកនិងវិជ្ជាផ្លូវធម៌ប៉ុន្តែវិជ្ជាផ្លូវធម៌ដែលអាត្មាភាពចង់ពោលមកនេះមិនមែនបានត្រាស់ដឹងធម៌ទេគឺបានយល់ដឹងនៅធម៌ក៏ព្រោះតែបានការយល់ដឹងនៅធម៌នឹងឯងតើបយើងហៅថានៅតែជាសមតិសង្ឃដដែលហើយទាំងអាត្មាភាពក្តីទាំងញាតិញោមក្តីនឹងចង់ឃើញដែរសភាពនៃអរិយបុគ្គលក៏ប៉ុន្តែក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានសម្ដែងថាកាលណាដែលធម៌និងវិន័យរបស់ព្រះសម្មាសម្ពុទ្ធតាំងនៅមគ្គហើយនឹងផលក៏តាំងនៅដែរដូច្នេះនៅក្នុងន័យនេះញាតិញោមពុទ្ធបរិស័ទយើងអាចពិចារណាទៅយើងក៏មានសេចក្តីប្រមាទដោយខ្ញុំកណាអាត្មាភាពលើកឡើងថាបួសសម័យមុនបួសបានមគ្គផលសម្រាប់មគ្គផលបួសសម័យនេះចេះផ្លូវលោកនិងផ្លូវធម៌ញាតិញោមតើលោកបួសសម័យនេះគ្មានបានចេះដឹងធម៌អីទេហ្នឹងឯងក៏ព្រោះតែសម័យមុនដែលអាចដឹងថាបុគ្គលនេះសាវកនេះមាន
មានដោយមេផលមានជំនាញយ៉ាងនេះដោយសារមានព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅចឹងព្រះអង្គបានបញ្ជាក់ឲ្យកាលណាដែលធម៌និងវិន័យរបស់ព្រះសម្មាសម្ពុទ្ធដែលតាំងនៅក្នុងព្រះសាសនាមេផលគង់តែនឹងមានញាតិញោមប្រសិនបើបុគ្គលម្នាក់ខ្លួនឯងបានសម្រេចមេផលទៅប្រកាសអួតប្រាប់គេសម្បីតែព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅនឹងក៏ព្រះអង្គអត់សរសើរដែរញោមព្រោះអីព្រោះថាក្នុងការដែលបុគ្គលនឹងប្រកាសខ្លួនតែខ្លួនឯងជាអរិយបុគ្គលញាតិញោមទាំងអស់គ្នាប្រជាពលរដ្ឋមិនថាសម័យព្រះសម្មាសម្ពុទ្ធទេមនុស្សជាប់ទៅដោយកិលេសនឹងការបូជាណាញោមនាំគ្នាភ្លុកទឹកភ្លុកដីបូជាចំពោះតែបុគ្គលមួយរូបនឹងឯងគឺថាធ្វើនៅការបូជាចំពោះតែបុគ្គលមួយរូបដែលមាននៅអភិនិហាមាននៅរិទ្ធឬក៏សម្រេចដោយមេផលផ្សេងដូច្នេះវាធ្វើឲ្យលំអការប្រតិបត្តិចំពោះភិក្ខុសង្ឃដទៃក្នុងពុទ្ធសាសនានឹងបាត់ហ្នឹងហើយក្នុងសម័យពុទ្ធកាលសាវករបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គអាចហោះហើរបានដូចរឿងសិនឧខុងអញ្ចឹងហ្នឹងហើយអាចប្រែកាឡាទៅជានាគក៏បានប្រែកាឡាទៅជាសត្វអីក៏បានសត្វខ្ទីងក៏បានហ្នឹងហើយសិនឧខុងហ្នឹងប្រវត្តិពីចិត្តហ្នឹងទៅឥណ្ឌាហ្នឹងឯងប្រហែលជាទៅចម្លងវិជាគុណហ្នឹងទេប៉ុន្តែយើងស្រាវជ្រាវជាព័ត៌មានពិតរឿងសិនឧខុងហ្នឹងជារឿងប្រឌិតទេតែរឿងព្រះសង្ឃស៊ូតាសានណាញាតិញោមស្គាល់ស៊ូតាសានហ្នឹងគឺថាំងជ័យនឹងឯងញោមប៉ុន្តែនៅក្នុងរឿងកុនគេថតដាក់ថាថាំងជ័យតែក្នុងប្រវត្តិសាស្ត្រនៃចិនហៅថាស៊ូតាសានហ្នឹងហើយស៊ូតាសានហ្នឹងជាប្រសងដែលលោកមានភាពឆ្លៀសវៃក្នុងការសិក្សាហ្នឹងគឺដើរញាតិញោមណាដើររយៈពេលតាមអាត្មាចាំក្នុងឯកសារប្រវត្តិសាស្ត្រចិនដូចជា6ខែដើរតាំងពីចិនរហូតដល់ប្រទេសឥណ្ឌាបើអាត្មាចាំខុសអានឹងញាតិញោមអាចស្រាវជ្រាវផងជាមួយគ្នាទៅគឺថាដើរនោះទៅដល់ប្រទេសឥណ្ឌាហ្នឹងឯងទៅរៀនគម្ពីរធម៌ក្នុងពុទ្ធសាសនាដើម្បីទៅផ្សព្វផ្សាយធម៌នៅប្រទេសចិនហ្នឹងឯងហ្នឹងគឺដែលថាពាក់ព័ន្ធនៅក្នុងសម័យកាលនេះដែលខ្ញុំកណ្ដាអាត្មាភាពលើកឡើងថាការដែលអាត្មាភាពលើកឡើងថាអ្នកបួសសម័យនេះចេះផ្លូវលើកនឹងផ្លូវថយញាតិញោមមានសេចក្តីប្រមាទថាលោកសំងៃបួសអត់បានមៀកផលអត់មានអរិយសង្ឃទេអាត្មាភាពចង់បញ្យល់ថាពាក្យថាសមត្ថសង្ឃគឺជាប្រសង្ឃដែលមិនតាន់បានសម្រេចមៀកផលអញ្ចឹងណាលោកពូដែលឈ្មោះថាអរិយសង្ឃគឺប្រសង្ឃដែលបានសម្រេចមៀកផលហើយក្នុងសម័យកាលនេះក៏មានដែរអញ្ចឹងណាដែលយើងហៅថាសមត្ថសង្ឃដែលយើងសម្គាល់ថាអាត្មាទាំងអស់គ្នាមានបានសម្រេចមគ្គផលមកពីណាអញ្ចឹងយើងត្រូវសម្គាល់អញ្ចឹងតែដែលឈ្មោះថាអរិយសង្ឃប្រសង្ឃដែលបានសម្រេចមគ្គផលប៉ុន្តែសួរថាអ្នកណាអ្នក5អ្នកណាហ៊ានប្រាប់ថាបុគ្គលណាសម្រេចមគ្គផលអ្នកណាអ្នកប្រកាសខ្លួនហ្នឹងហើយបើអាត្មាប្រកាសខ្លួនទៅញាតិញោមអត់កើតទេបងទី1ភិក្ខុដែលអួតនៅអតរិមនុស្សធម៌នឹងឲ្យឈ្មោះថាអ្នកចោះចាញ់នឹងឲ្យញាតិញោមបើសិនអ្នកអាត្មាអួតអំពីគុណវិសេសរបស់ខ្លួនឯងវាល្អប្រសើរបងញាតិញោមពុទ្ធបរិស័ទអីចឹងទៅឃើញភាពអស្ចារ្យរបស់ភិក្ខុសង្ឃមួយអង្គក៏ប៉ុន្តែអាការអួតរបស់ខ្លួនឯងហ្នឹងវាពាក់ព័ន្ធនឹងអីការដែលប្រាប់អ្នកដតីនៅនិមិត្តផ្សេងហ្នឹងថាអាត្មាអស្ចារ្យយ៉ាងនេះថាអាត្មាបកាយយ៉ាងនេះញាតិញោមបូជាអីចឹងទៅប៉ុន្តែសួរថាការប្រាប់ហ្នឹងដើម្បីតែការបូជាតែប៉ុណ្ណោះសប្រមចរិយធម៌របស់ព្រះអរិយបុគ្គលហ្នឹងមិនមែនប្រព្រឹត្តទៅដើម្បីលៀបសក្ការៈទេញោមដូច្នេះហើយអាត្មាភាពដឹងណាអាត្មាភាពមិនប្រាប់ថាភិក្ខុសង្ឃដែលលោកជ្រះស្រឡះនៅក្នុងលៀបទាំងឡាយលោកនៅទីណាទេតែអាត្មាបួសហ្នឹង20ភាសាជាងដែរអាត្មាដឹងថាក្នុងសម័យកាលនេះមានព្រះភិក្ខុសង្ឃអង្គខ្លះលោកបួសមិនប្រាថ្នាដើម្បីលៀបមានពិតប្រាកដមែនហើយយើងមើលអត់ឃើញទេហ្នឹងហើយលោកមានសភាពរស់នៅជាធម្មតាក្នុងអារាមដ្ឋានក្នុងទីព្រៃក៏មានដែរហើយក៏មិនមែនជាអ្នកដែលចង់និយាយច្រើនឬក៏ចង់ឲ្យ
ខ្លួនឯងនឹងឲ្យគេស្គាល់ដែរមានពិតប្រកបមែនបើទោះជាថាអរិយបុគ្គលនឹងមានមិនច្រើនតែយើងអាចកត់សម្គាល់នៅក្នុងកិច្ចការងារនៃការប្រតិបត្តិរបស់លោកនឹងដើម្បីប្រះចាកនៅលៀបទាំងឡាយមិនធ្វើឲ្យលៀបទាំងឡាយនឹងកើតឡើងចំពោះលោកចិត្តរបស់ព្រះអរិយបុគ្គលក្នុងការដែលព្រះសម្មាសម្ពុទ្ធតាំងនៅក៏មិនខុសគ្នាក្នុងការនេះដែរញាតិញោមហ្នឹងហើយក្នុងសម័យពុទ្ធកាលភិក្ខុសង្ឃទាំងឡាយដែលមិនទាន់បានសម្រេចនូវមគ្គផលតែងតែនៅក្នុងស្រុកហ្នឹងហើយតែងតែនៅក្បែរព្រះសម្មាសម្ពុទ្ធតែងតែនៅក្បែរឧបជាតែកាលណាដែលបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធបានសម្រេចដោយមគ្គផលហើយទៅណាសូមថ្វាយបង្គំលាព្រះសម្មាសម្ពុទ្ធដើម្បីទៅកាន់ទីស្ងប់ទៅណាទីស្ងប់នឹងទៅព្រៃញាតិញោមហ្នឹងហើយទៅកាន់ព្រៃឆ្ងាយរស់នៅដើម្បីតែត្រឹមផឹកខាបិណ្ឌបាតមួយតែប៉ុណ្ណោះណាមិនប្រាថ្នាលៀបសក្ការៈដែលកើតចេញពីញាតិញោមទេអញ្ចឹងថ្មក៏ថាចិត្តរបស់ព្រះអរិយបុគ្គលដែលមាននៅក្នុងសម័យបច្ចុប្បន្ននេះមានក៏ពិតមែនក៏ប៉ុន្តែយើងជាបុថុជននឹងយើងទៅរកទីណាបានពីព្រោះចិត្តរបស់លោកកាលណាដែលលោកបានផ្សេងផុតចាកអំពីសេចក្តីត្រេកអរចំពោះលៀបសក្ការៈទាំងឡាយហើយលោកមិនចង់បានការបូជាពីយើងទេណាដោយអាត្មាភាពជាចៅអធិការនឹងសុំញាតិញោមមកសុំញាតិញោមមកកសាងចាក់បេតុងកសាងនេះអាត្មាមិនតអរិយបុគ្គលទេបងណានៅសមាធិសង្ឃនៅសុំពីញោមទេនៅចង់បានពីញោមទេឲ្យញោមមកជួយចង្ហាន់ផងញោមមកជួយភេសជ្ជៈផងអាត្មាបានក្នុងសភាពរបស់អាត្មាគឺមើលឃើញច្បាស់កន្លែងថាអាត្មាជាប្រសង្ឃថ្នាក់អីអាត្មាជាប្រសង្ឃថ្នាក់ធម្មតាប្រសង្ឃដែលមិនតាន់បានកាត់ផ្ដាច់នៅគេហៅថានៅសភាពនៃបុថុជនជាធម្មតានោះទេញោមហ្នឹងឯងអាត្មានៅញាតិញោមនិយាយដើមនៅតោមនោះណាញោមញាតិញោមនិយាយដើមអាត្មានិយាយដើមញាតិញោមដែរទៅណាតាណាអីមិនស្ដាប់ធម៌និយាយប្រាជ្ញគ្នាទេសនាដាក់ផងដែរហ្នឹងញោមនិយាយដើមអាត្មានិយាយដើមញោមស្ដីឲ្យអាត្មាស្ដីឲ្យញោមឃើញស្ដីឲ្យទៅវិញអាត្មាបថុជនដូចតែគ្នាអញ្ចឹងសភាពហ្នឹងឃើញឲ្យកឡែតថាអាត្មាក៏ជាបថុជនហើយញាតិញោមក៏ជាបថុជនមិនអញ្ចឹងដូច្នេះឃើញសភាពទៅវិញទៅមកជាធម្មតាដោយសារយើងរស់នៅឃើញសភាពជាធម្មតាទៅក៏យើងសន្មតថាអូប្រសងសប្ងៃសមាធិសង្ឃជាប្រសងធម្មតាដោយតែយើងអីចឹងទៅក៏យើងឃើញថាសម័យនេះរឿងអីក៏ដោយញាតិញោមវាមិនកើតឡើងក្នុងវត្តហើយនៅក្នុងវត្តទេវាមិនកើតឡើងក្នុងភូមិហើយនៅក្នុងភូមិទេវាកើតឡើងក្នុងវត្តតែផ្ទុះពេញសង្គមប្រទេសខ្មែរពិភពលោកយូររឿងនៅកន្លែងណាក៏ដឹងទាំងអស់គ្នាញាតិញោមក៏ដឹងអាត្មាក៏ដឹងមិនអញ្ចឹងញោមហ្នឹងហើយរឿងថ្មីគ្រូចៅអធិការណោសុកគេទៅដេញចេញពីវត្តអីចឹងទៅជាដើមហើយរឿងនៅវត្តគេនោះសុកមកដឹងដល់យើងបើជាថា20ឆ្នាំមុនមិនគួរដឹងទេបើប៉ុន្តែសម័យនេះងាយដឹងដូច្នេះព័ត៌មានទិន្នន័យទាំងអស់ហ្នឹងវាធ្វើឲ្យញាតិញោមទាំងអស់គ្នាហ្នឹងងាយស្រួលទទួលយកហើយក៏ញាតិញោមគាត់សង្កត់តែប្រសងបច្ចុប្បន្នគឺជាប្រសងធម្មតាសាមញ្ញយូរទៅសេចក្តីប្រមាទរបស់យើងវាមានស្រាប់ផងវាធ្វើឲ្យយើងយ៉ាងម៉េចធ្វើឲ្យយើងខ្វះការគោរពចំពោះភិក្ខុសង្ឃក្នុងសាសនាតែយើងខ្វះការគោរពចំពោះភិក្ខុសង្ឃក្នុងសាសនាញាតិញោមធ្វើទានយ៉ាងម៉េចក្នុងគណៈដែលពេលញាតិញោមធ្វើទានតោមនោះហើយនឹងហើយតោមនោះមានគ្រូចៅអធិការមួយនោះលោកតាលោកប៊ូចាស់លោកពូប៊ូចាស់អីចឹងទៅណានាមកក៏និយាយអាមឹងណាមកក៏និយាយអាមឹងសម្បីតែអាចារ្យគណៈកម្មការលោកប៊ូហើយនៅនិយាយអើអញថានៅប្រសក់ទៅហៅឯងទុចពួកម៉ាក់ពួកកាលនៅប្រសក់ពួកម៉ាក់នឹងអាចារ្យលោកពូនឹងឲ្យពួកម៉ាក់នឹងអាចារ្យប៊ូហើយនៅតែពួកម៉ាក់ទៀតអញហើយដល់ពេលអាចារ្យឃើញហៅអាវិញឡើយពួកប៊ូហើយមានហៅអាអញ្ចឹងនិស័យហ្នឹងឃើញទេនិស័យហ្នឹងដល់ពេលអញ្ចឹងទៅញាតិញោមទទួលបានព័ត៌មានពីជ្រុងនេះបន្តិចផងនឹងហើយធម្មជាតិរបស់មនុស្សយើងបួសទៅមិនបានសិក្សាខ្វះអាចារ្យផងជាព្រះសង្ឃដែលអលិជាញោមមិនសូវជាមានសេចក្តីអៀនខ្មាស់នៅក្នុងការបួសផងចេះតែពោលពីអញដោយប្រសក់ក៏បាននឹងហើយត្រូវដើរបក់បោយខ្លួនមិនក៏បានត្រូវទៅកន្លែងណាដោយប្រសក់ក៏បានដល់អញ្ចឹងទៅប្រសក់ឃើញប្រសងធម្មតា
ก็ธรรมดายังទៅនៅតាមជនបទឃើញស្ថានភាពធម្មតាប្រសងលោកនិយាយធម្មតាធ្វើអាកប្បកិរិយាធម្មតាយ៉ាងទៅញាតិញោមក៏ធម្មតាមិនសូវគោរពនៅទីក្រុងហ្នឹងក៏សម្បូររឿងដែរញោមប្រសងវ័យក្មេងដែលលោកខ្វះការសិក្សារៀនសូត្រហើយមិនបន្តថ្នាក់ដឹកនាំទៅថ្នាក់ដឹកនាំលោកយកចិត្តទុកដាក់ណែនាំណាហ្នឹងហើយប្រសងក្មេងបួសថ្មីទៅទីក្រុងជួនកាលទៅអង្គុយសួនច្បារមួយគេប្រសងទៅអង្គុយសួនច្បារទៅអង្គុយកន្លែងទីប្រជុំជនទៅអង្គុយកន្លែងគេចាក់បាសឌីស្កូជាមួយគេទៅយូរវាលាយឡំជាមួយគេគេថាគិតថាធម្មតាញាតិញោមគិតមើលនៅពេលដែលយើងឃើញទស្សនវិជ្ជាទាំងអស់ហ្នឹងសួរថាយើងធ្វើទានយ៉ាងម៉េចយើងធ្វើទានព្រោះយើងជ្រះថ្លាចំពោះភិក្ខុសង្ឃនៅពេលដែលយើងបានព័ត៌មានទាំងអស់ហ្នឹងទៅអារម្មណ៍នៃការធ្វើទានរបស់យើងមិនពេញចិត្តមិនសប្បាយចំពោះភិក្ខុសង្ឃទាំងឡាយការធ្វើទានរបស់យើងមិនសូវប្រសើរទេញោមហ្នឹងឯងនេះអាត្មានិយាយថានៅពេលដែលយើងទទួលបានព័ត៌មានว่าយើងខ្វះគ្រូបង្រៀនក៏ប៉ុន្តែញាតិញោមប្រសិនបើញាតិញោមទាំងអស់គ្នាជាអ្នកមានសមាធិត្រឹមត្រូវហើយញាតិញោមមានការសិក្សាល្អហើយរឿងការមានភិក្ខុសង្ឃជាអាឡែជីផ្សេងកើតឡើងដោយមានការប្រព្រឹត្តមិនមានសេចក្តីខ្មាស់អៀនណាកើតឡើងនៅក្នុងโลกនេះក៏មិនមែនជាបញ្ហាដែរពីព្រោះញាតិញោមធ្វើទានញាតិញោមតម្កល់ចិត្តឧទ្ទិសចំពោះសង្ឃមានការត្រេះរិះពិចារណាអំពីនឹងហើយការរីកចម្រើននៃសកលលោកផងហើយក៏ពិចារណាអំពីហេតុដតីទៅក៏នឹកឃើញថាទានដែលខ្លួនឯងធ្វើហ្នឹងក៏សរុបមកនៅក្នុងគុណរបស់ព្រះសង្ឃតែមួយយ៉ាងហ្នឹងឯងចឹងបាននៅក្នុងកិច្ចការងារធ្វើបុណ្យរបស់យើងក្នុងពេលបច្ចុប្បន្ននេះប្រសិនបើយើងធ្វើទៅធម្មតាយើងមិនបានពិចារណាឲ្យបានល្អទេញាតិញោមអាចកើតជំងឺដែរហ្នឹងហើយធ្វើបុណ្យហើយក៏មិនសប្បាយចិត្តពេលសប្បាយចិត្តនឹងក៏មិនបានធ្វើបុណ្យហើយក៏មិនសូវសប្បាយចិត្តចឹងពិបាកក្នុងជីវិតប្រចាំថ្ងៃថាយើងចង់ធ្វើបុណ្យឲ្យសប្បាយចិត្តដល់ពេលយើងធ្វើបុណ្យទៅជាមិនសប្បាយចិត្តក៏មានដែរចឹងអាត្មាពីចង់សរុបនៅក្នុងន័យដែលយើងធ្វើបុណ្យនេះគឺសង្កតាតកណានុបទានដែលមានអង្គ3ហ្នឹងយើងសរុបមកនៅក្នុងការដែលថាទី2ហ្នឹងគឺយើងអាចពលត្រូវហើយអំពីខ្លួនឯងនិងភិក្ខុសង្ឃប៉ុន្តែទី3ហ្នឹងហើយដែលមានញាតិដើម្បីមកទទួលត្រេកអរអនុមោទនានេះគឺជាវិស័យមួយដែលយើងមិនបានដឹងក៏ប៉ុន្តែញាតិញោមត្រូវជឿអំពីអាវាតរបស់ព្រះសម្មាសម្ពុទ្ធត្រង់ថាញាតិណាក៏ដោយនៅក្នុងឋានៈដែលគួរមកនឹងគួរមកញាតិណាក៏ដោយបើមិនមានឋានៈដែលមិនគួរមកហើយក៏យើងហៅក៏មិនបានមកដែរយល់ទេញោមមានន័យថាញាតិរបស់យើងមានឋានៈដែលគួរមកនឹងគួរមកនឹងមកទទួលត្រេកអរអនុមោទនាជាមិនខានតែបើញាតិរបស់យើងក្នុងឋានៈដែលមិនគួរមកបើទោះជាហៅក៏មិនអាចមកបានដែររឿងហ្នឹងវាអញ្ចឹងទាំងនៅក្នុងឋានៈណែណាដូចក្នុងគណៈពេលនេះអញ្ចឹងលោកពូយិនប៉ុចកំពុងតែធ្វើបន់ញាតិរបស់លោកពូហ្នឹងក៏ដូចជាញាតិរបស់អាត្មាអញ្ចឹងអញ្ជើញមកទៅក៏ពួកគាត់ទាំងអស់គ្នាកំពុងតែស្រេកឃ្លានដោយការអនុមោទនាបន់មានន័យនៅក្នុងសភាពនៃបេតវិស័យនៅក្នុងសភាពនៃកំណើតបេតវិស័យនោះក៏រមែងតែងតែមកស្វែងរកញាតិទាំងឯងពឹងអាស្រ័យនឹងញាតិនឹងហើយដើម្បីឲ្យញាតិនឹងបានឧទ្ទិសបុណ្យខ្លួនឯងត្រេកអរចឹងក្នុងគណៈពេលនោះគឺថាការឧទ្ទិសទាននឹងក៏បានប្រព្រឹត្តទៅជាប្រយោជន៍ដល់អ្នកដែលបានស្លាប់តែញាតិញោមញាតិរបស់យើងខ្លះមិនមែនគាត់អត់ធ្វើបុណ្យនេះណាអាត្មានិយាយពីអ្នកធ្វើបុណ្យមុនគាត់ធ្វើបុណ្យទៅក៏ក្នុងពេលដែលគាត់មុននឹងចែកឋានផងក៏គាត់ធ្វើបុណ្យក្នុងគណៈដែលគាត់ចែកឋានកូនចៅក៏ធ្វើបុណ្យឲ្យធ្វើបុណ្យជាបណកិច្ចផង7ថ្ងៃផងធ្វើបុណ្យរាប់បាតផងហោហែផងគាត់បានត្រេកអរអនុមោទនានោះទៅកើតជាមនុស្សបាត់ទៅកើតជាទេវតាបាត់ទៅកើតជាព្រហ្មលោកបាត់គាត់មានបុណ្យរបស់គាត់ចឹងក្នុងឋានៈដែលមិនគួរមកក៏ហៅក៏មិនបានមកដែរនឹងឯងនៅក្នុងយតិទសោតដែលព្រះអង្គសម្ដែងនៅត្រង់ពាក្យថាទានចូលមានដល់ញាតិហើយញាតិដែលបានកើតនៅក្នុងទី
ប្រសើរហើយសូមបានទៅជាភ័យយោភាពហ្នឹងហើយចឹងនៅក្នុងយតិដសោនឹងបានសម្ដែងពីញាតិខ្លះញាតិញោមដែលបានទៅកើតនៅក្នុងសុគតិភូមិដែលជាសុគតិហ្នឹងគឺជាភូមិមនុស្សក្តីទេវតាក្តីណែអ្នកខ្លះហ្នឹងគឺថាអាចកើតមកជាមនុស្សជាកូនជាចៅរបស់យើងនឹងឯងយើងអាចមើលថែមើលទាំឲ្យកិច្ចការងារបម្រើផ្សេងទៅក៏បានជាប្រយោជន៍ហើយអ្នកខ្លះមកកើតជាអរុគទេវតានៅក្បែរយើងណាញោមថ្មសំដែងច្រើនដែររឿងពាក់ព័ន្ធនឹងអ្នកស្លាប់แล้วនិយាយអ្នកដែលស្លាប់ល្អមុនចោះអាថ្មអត់និយាយរឿងមន្ទាកោកបីណាឥឡូវថ្មនិយាយអំពីរឿងភូមិទេវតាអរុគទេវតាអាកាសទេវតាដែលជាទេវតានៅថ្នាក់ទាបក្បែរនឹងក៏អ្នកដែលកើតដោយបុណ្យដែរញោមណាកើតដោយបុណ្យហើយសូម្បីតែកើតនៅក្នុងទីណាក៏ព្រោះតែឧបនិស្ស័យនៃបុណ្យដូចគ្នាហ្នឹងហើយចឹងអរុគទេវតាខ្លះភូមិទេវតាខ្លះដែលកើតមកពេលខ្លះត្រូវបដិសន្ធិនៅផ្ទះយើងក៏មានដែរញោមនៅដើមឈើក្បែរផ្ទះយើងហ្នឹងហើយចាស់ពីដើមគាត់ដឹងថាដើមឈើខ្លះចាស់មានក្លឹមនៅក្បែរផ្ទះអីជួនកាលទៅកាប់ទៅប៉ះអត់បានទេញោមណាទៅជាឈឺទៅអីក៏មានដែរដោយសារកាប់ចំផ្ទះញាតិណាហើយយើងថាពុទ្ធសាសនាមិនសំដែងពីទេវតាមិននិយាយពីទេវតាទេប៉ុន្តែទេវតាដែលមកកើតជាមួយនឹងយើងហ្នឹងជាអរុគទេវតាសុទ្ធតែជាញាតិរបស់យើងដែរណាញោមចឹងបើយើងគិតបន្តិចទៅអីជួនកាលនៅក្នុងទីជំវិញនៃខ្លួនដើមឈើខ្លះក៏មានញាតិឯងរស់នៅក៏មិនដឹងអាហ្នឹងនិយាយពីអរុគទេវតាអាកាសទេវតាបើយើងពិចារណាទៅសូម្បីតែដើមឈើក៏មានសត្វរស់នៅដែរអានេះយើងនិយាយអំពីកំណើតនៃទេវតាដែលយើងកំណើតទេរិឆានឹងទាំងអស់គេសត្វខ្លះត្រូវមកកើតជាមួយយើងប៉ុន្តែបាបកម្មណាញាតិញោមមិនដឹងតែធ្វើអីជាមួយយើងត្រូវមកកើតមន់កើតទាកើតជ្រូកកើតគោកើតក្របីនៅជាមួយយើងឲ្យយើងធ្វើបាបទៅណាយើងចង់ជេរយើងចង់វាយខឹងយើងក៏យើងមិនដឹងដែរហ្នឹងហើយនឹងយើងនិយាយពីរឿងវិបត្តិរបស់សត្វលោកក៏មានមកកើតអញ្ចឹងទៅហ្នឹងហើយញាតិញោមសូម្បីតែព្រះសម្មាសម្ពុទ្ធណាក៏ព្រះអង្គធ្លាប់បដិសន្ធិជាអរុគទេវតានៅក្នុងដើមព្រីងដែរញាតិញោមហ្នឹងហើយក្នុងការដែលព្រះអង្គបានសម្ដែងអំពីការដែលព្រះអង្គកើតជាអរុគទេវតានោះក៏ព្រះអង្គបានសម្ដែងចំពោះកុមារទាំងឡាយនៅក្នុងព្រះនគរព្រះអង្គកើតជាអរុគទេវតានៅក្នុងដើមព្រីងឃើញកុមារលេងជាមួយគ្នានៅក្នុងបឹងព្រះអង្គប្រកាសថាតថាគតនេះឯងជាសាក្សីនៃការឃើញក្មេងទាំងឡាយនេះដែលជារាជបុត្រទាំងឡាយនឹងលេងនៅក្នុងស្រះហ្នឹងឯងថាមិនបានឃើញតថាគតកើតក្នុងដើមឈើនៃដើមព្រីងក្បែរបឹងហ្នឹងឯងញាតិញោមចឹងអាត្មាក្តីទៅបឹងទៅព្រៃពីទូចញាតិញោមទៅព្រៃធ្វើអីនៅព្រៃយើងអាចលាក់ភ្នែករបស់មនុស្សបានមិនចឹងចាស់ថាលាក់ភ្នែកមនុស្សបានតែលាក់ភ្នែកទេវតាបានទេលាក់មិនបានព្រោះទេវតាគេឃើញបើទោះយើងមិនដឹងក៏ដោយប៉ុន្តែទេវតាហ្នឹងគេឃើញតែដូចជានៅក្នុងរឿងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាតថាគតជាសាក្សីនៃការឃើញក្មេងៗទាំងអស់លេងនៅក្នុងបឹងនឹងឯងពីព្រោះតថាគតកើតជាអរុគទេវតានៅក្នុងដើមព្រីងញាតិញោមឃើញទេចឹងសត្វលោកខ្លះចឹងគឺថាទៅកើតក្នុងអរុគទេវតាអាកាសទេវតាមានវិមាននៅក្នុងហ្នឹងណែនៅក្នុងព្រះអត្តកថាចារលោកបញ្ជាអំពីវិស័យនៃទេវតាហ្នឹងគឺថានៅក្នុងក្លឹមឈើហ្នឹងគឺមានវិមានហើយសភាពនៃទេវតាហ្នឹងគឺមានភាពតូចល្អិតមែនតើញាតិញោមហ្នឹងហើយគាត់ថាដែលយើងចង់ឃើញអំពីខាងក្រៅដែលមានឫទ្ធិអំណាចហ្នឹងដោយសារទេវតាសម្ដែងទេតែសភាពនៃទេវតាហ្នឹងគឺមានពន្លឺតូចល្អិតមែនតើតូចល្អិតរហូតដល់ថាយើងសឹងតែមើលមិនឃើញណាចឹងបានថាវិស័យនេះយើងមើលអត់ឃើញទេនឹងឯងចឹងនៅក្នុងដែលថាយើងបានឧទ្ទិសបុណ្យចំពោះញាតិរបស់យើងនឹងក្នុងគណៈពេលដែលគាត់បានត្រេកអរបាននៅក្នុងកំណើតបេតវិស័យទេចឹងនៅក្នុងកំណើតទេវតាមនុស្សក្តីជាព្រហ្មលោកក្តីនឹងគឺថាមិនបានទេអញ្ចឹងញាតិញោមសរុបមកវិញថាយើងធ្វើបុណ្យនេះ
យើងធ្វើទៅតាមព្រះពុទ្ធសាសនាកន្លងព្រះសម្មាសម្ពុទ្ធដែលព្រះអង្គសម្ដែងមកតែវាពាក់ព័ន្ធជាមួយនឹងសទ្ធារបស់យើងដែរនឹងនៅក្នុងកិច្ចការងារនៅក្នុងការបូជានឹងវាត្រូវមានពាក់ព័ន្ធនឹងខ្លួនឯងជារឿងសំខាន់អាត្មាសម្ដែងច្រើនណាញោមពាក់ព័ន្ធនឹងរឿងធ្វើបុណ្យនឹងយើងធ្វើបុណ្យតាមទំនៀមទម្លាប់ផ្សេងយើងធ្វើបុណ្យតាមសទ្ធាផ្សេងណាញោមយើងធ្វើបុណ្យតាមទំនៀមទម្លាប់យើងចាំទម្លាប់កាលពេលវេលាមកដល់បានយើងធ្វើតែបើយើងធ្វើបុណ្យតាមសទ្ធាយើងអត់ប្រកាន់រឿងទាំងអស់នឹងទេហ្នឹងហើយយើងមានសទ្ធាពេលណាការពេលណាទ្រព្យសម្បត្តិកើតឡើងគ្រប់គ្រាន់ពេលណានឹងហើយយើងព្រមព្រៀងទំនេរពេលណាយើងធ្វើទៅហើយយើងចង់ដាក់ឈ្មោះបុណ្យអីក៏ដាក់ទៅប៉ុន្តែមិនមែនថាឲ្យវាត្រឹមត្រូវឲ្យគ្រប់មួយឆ្នាំពេញមិនចឹងទេអញ្ចឹងលោកពូណាក្នុងរយៈមួយឆ្នាំហ្នឹងថ្ងៃណាក៏បានដែរឲ្យតែយើងមានទ្រព្យសម្បត្តិឲ្យតែយើងមានលុយធនធានឬក៏មិនអញ្ចឹងទេមិនបាច់ចាំដល់មួយឆ្នាំទេសុកកូនចៅប្រុសស្រីរស់ស៊ីមានបានមានទ្រព្យសម្បត្តិអស់ហើយ3ខែធ្វើម្ដងមួយខែធ្វើម្ដងក៏បានពាក់ព័ន្ធនឹងសទ្ធាពាក់ព័ន្ធនឹងចិត្តចង់ធ្វើបុណ្យដែរបើមិនអញ្ចឹងទេបើយើងវាទ្រព្យសម្បត្តិហូរហៀពេកណារហូតទៅចិត្តតែមានមួយអាទិត្យធ្វើម្ដងក៏បាននៅឲ្យហៅអ្នកស្រុកមកហូបបាយហ្វ្រីទាំងអស់ធ្វើទៀនមួយអាទិត្យធ្វើទៀនម្ដងមកនេះឧបមាថាយើងមានទ្រព្យតែយើងអត់មានទ្រព្យអានឹងយើងសំទ្រព្យសិនហ្នឹងហើយសំទ្រព្យសិនតែមិនមែនកំណត់ថាឲ្យវាគ្រប់3ខែទេមានន័យថាមិនមែនយើងធ្វើបុណ្យនឹងត្រូវរាប់ថ្ងៃទេម្ដាយត្រូវស្លាប់ហ្នឹងហើយម្ដាយត្រូវស្លាប់នឹងពីថ្ងៃប៉ុណ្ណេះដល់ថ្ងៃធ្វើបុណ្យបង្ខំចិត្តទេទៅបងប្អូនទៅប្រាប់គ្នាថាអេចិត្តដល់ខែបុណ្យម្ដាយនៅជពាក់គេអត់មានលុយដើរខ្ចីគេធ្វើបុណ្យតែមិនអញ្ចឹងទេហ្នឹងហើយមិនអញ្ចឹងទេអ្នកខ្លះថាខ្ចីគេធ្វើបុណ្យបានបុណ្យអត់ព្រះអង្គសួរអាត្មាច្រើនសំលូនណាខ្ចីលុយគេធ្វើបុណ្យហ្នឹងហើយខ្ចីលុយគេបានមកធ្វើបុណ្យឲ្យជពាក់លុយគេណាហើយមកធ្វើបុណ្យហើយបានបុណ្យដែរថាបានបុណ្យក៏បានមិនបានបុណ្យខ្លះក៏បានដែរដែលថាបានបុណ្យហ្នឹងត្រង់ថាយើងធ្វើទានចំពោះព្រះសង្ឃហើយនឹងតាយាយដែលឈ្មោះថាមិនបានបុណ្យយើងដេកភ័យពេលធ្វើបុណ្យជួនកាលភ័យអញមានលុយតែសងតែធ្វើបុណ្យខាតចិត្តថាធ្វើបុណ្យខាតអញអស់ច្រើនហើយបើធ្វើបុណ្យទៅវារៀងទុកមកបានអញចូលទៅសងគេខ្លះជពាក់គេបន្តិចតួចវិញអញ្ចឹងតែឈ្មោះថាបានបុណ្យត្រង់តែយើងបានធ្វើទានខ្លះហើយតែឈ្មោះថាមិនបានបុណ្យត្រង់តែចិត្តរបស់យើងវាភ័យចិត្តរបស់យើងវារន្ធត់ចិត្តរបស់យើងញាប់ញ័រកាលណាដែលយើងភ័យរន្ធត់ញាប់ញ័រយើងមិនបានត្រេកអរចំពោះទានទេនក់ខ្វល់ខ្វាយរឿងជពាក់លុយគេអាហ្នឹងយើងខ្ចីលុយគេធ្វើបុណ្យដោយសារយើងវាកំណត់កាលតែយើងអត់ចឹងទេណាញាតិញោមពុទ្ធបរិស័ទលោកតាលោកយាយគឺថាយើងមានទ្រព្យពេលណាយើងសន្សំបានពេលណាព្រមព្រៀងគ្នាបានពេលណាបច្ច័យគ្រប់យើងធ្វើបុណ្យ1ខែក៏បាន3ខែក៏បាន6ខែក៏បាន1ឆ្នាំក៏បាន2ឆ្នាំក៏បានដែរហ្នឹងហើយដោយអាត្មាព្រៀបលើកឡើងយ៉ាងសាមញ្ញថាបើយើងសប្បាយរត់ទ្របបានមកចូលហោហៀមួយអាទិត្យធ្វើម្ដងក៏បានហ្នឹងហើយបើមិនបានធ្វើអីច្រើនទេមួយអាទិត្យនិមន្តព្រះសង្ឃមកទទួលចង្ហាន់7អង្គមួយអាទិត្យមកវត្តមួយអាទិត្យមកវត្តហើយយើងមិនបានយើងធ្វើថាយើងវាសម្បូរទ្រព្យយើងសម្បូរនៅសទ្ធាហើយតែយើងសម្បូរសទ្ធាសម្បូរទ្រព្យហើយយើងធ្វើបុណ្យទៅសបាយក្នុងការធ្វើបុណ្យអញ្ចឹងយើងអត់រាប់ថាយើងធ្វើបុណ្យគម្រប់តាមកិច្ចតាមទំនៀមទម្លាប់តាមប្រពៃណីដែលយើងត្រូវធ្វើបុណ្យណាកតាបកិច្ចយើងត្រូវធ្វើបុណ្យឲ្យម្ដាយត្រូវតែធ្វើឲ្យ100ថ្ងៃបានត្រឹមត្រូវធ្វើបានមួយឆ្នាំបានត្រឹមត្រូវដើម្បីឲ្យគេសរសើរដល់ម្ដាយស្លាប់មួយឆ្នាំ2ឆ្នាំហើយព្រមធ្វើបុណ្យស្ងាត់ថាមិនអញ្ចឹងទេតែយើងដាក់ឈ្មោះចោះដាក់ឈ្មោះអីក៏បានដែរហ្នឹងហើយព្រោះវាជាសាធារណនាមឈ្មោះហ្នឹងវាអត់មានកំណត់ជាកម្មសិទ្ធិណាទេណាយើងចង់ដាក់1ខែក៏បានចង់ដាក់3ខែក៏បានចង់ដាក់6ខែក៏បានចង់ដាក់ប្រហែលខែបានប៉ុន្តែក្នុងពេលដាក់ហ្នឹងតែយើងព្រមព្រៀងគ្នាយ៉ាងម៉េចបងប្អូនកូនចៅនេះយើងឯកភាពគ្នាយ៉ាងម៉េចយើងមានសទ្ធាហ្នឹងថ្លឹងស្មើគ្នាទេយើងមានទ្រព្យធនធានចូលស្មើគ្នាទេហើយរឿងទ្រព្យធនធាននេះទៀតញាតិញោមរឿងធ្វើបុណ្យហ្នឹងអ្នកខ្លះគាត់មានសទ្ធាដែរតែគាត់មានទ្រព្យតិចនៅតែមានទ្រព្យតិចបងប្អូនដែរចូលតិចបានបុណ្យច្រើនតែមិនអញ្ចឹងទេលោកពូណាលោកពូអ្នកចេះដឹងហើយធ្លាប់និយាយប្រាប់កូនចៅច្រើនថ្មឮលោកពូនិយាយមីក្រូថារឿងធ្វើបុណ្យអ្នកចូលតិចអ្នកចូលច្រើនវាមិនសំខាន់សទ្ធាជួនកាល
គ្នាមានត្រឹមលេខ2ប៉ុន្តែវាមានតម្លៃស្មើនឹងលេខ10ដោយសារវារបស់គ្នានឹងវាស្មើនឹងលេខ10វាច្រើនបំផុតសម្រាប់ខ្លួនគាត់ប៉ុន្តែបើវាស់ជាមួយនឹងតម្លៃលេខ10វាតិចជាងលេខ10តែប៉ុណ្្នឹងឯងតែសទ្ធាទឹកចិត្តគ្នាមានទេវាមានអញ្ចឹងយើងមិនអាចវាស់ចំនួនទៅយើងវាស់អំពីទឹកចិត្តមនោសញ្ចេតនាថាអ្នកខ្លះគាត់មានទ្រព្យតិចតែមានសទ្ធាធំមានន័យថារបស់ដែលគាត់ឲ្យប៉ុណ្ណឹងគាត់អស់ហើយក៏អស់ពីខ្លួនហើយអញ្ចឹងមានន័យថាការលះបង់របស់បងប្អូនយើងទាំងអស់គ្នាសរុបមកថាបានបុណ្យដូចគ្នាស្មើគ្នាណាប្រម៉ែប្រមូលទ្រព្យសម្បត្តិពីណាពីនាយអាយអ្នកដែលមានច្រើននឹងចូលច្រើនទៅលេខ10ទៅអ្នកដែលមានចូលត្រឹមលេខ8លេខ6លេខ7ថ្មនិយាយអញ្ចឹងអ្នកយល់ហើយណាថ្មមិនដឹងតែកំណត់តែអ្នកចូល20,000,000 1លានវាអត់ត្រូវតែអ្នកដែលថាច្រើនបំផុតលេខ10ទៅអ្នកខ្លះលេខ8លេខ6លេខ4អីចឹងប៉ុន្តែសួរថាលទ្ធភាពរបស់គ្នានឹងវាបានប៉ុណ្ណឹងវាច្រើនហើយសរុបមកវិញគឺថាបុណ្យរបស់អ្នកទាំងអស់គ្នាមិនលើសគ្នាទេដែលឈ្មោះថាមិនលើសគ្នាព្រោះទឹកចិត្តមិនខុសគ្នាទេព្រោះទឹកចិត្តមិនខុសគ្នានឹងឯងទៅបុណ្យរបស់យើងបានស្មើគ្នានេះហើយម្យ៉ាងទៀតដូចជាក្រុមញាតិដែលមកចូលរួមបុណ្យនេះទាំងអស់គ្នាអ្នកខ្លះគ្រាន់តែមកអបស្ទប់បុណ្យទេមកអបស្ទប់បុណ្យនឹងជាការរាប់អានភ្ជាប់ជានិស័យខ្មែរយើងមានល្អត្រង់ថាយើងចេះជួយគ្នាពេលដែលធ្វើបុណ្យធ្វើទាននឹងជួយយកដៃគ្នាទៅវិញទៅមករឿងធ្វើបុណ្យនៅតែល្អលពូប៉ុន្តែរឿងធ្វើស្រែដូចមិនយកដៃគ្នាសោះហ្នឹងហើយរឿងធ្វើស្រែណាតែជួយទៅជួយធ្វើដល់លុយតែរឿងធ្វើបុណ្យនៅតែល្អរឿងការនៅតែល្អមិនចឹងប៉ុន្តែរឿងធ្វើស្រែទៅចំការដូចជាមិនល្អទេពីដើមហ្នឹងអាត្មានៅពីក្មេងហ្នឹងហើយមួយអ្នកមីងគួអីហ្នឹងគឺថាទៅច្រូតអីហ្នឹងគឺច្រូតយកដៃគ្នាហ្នឹងហើយច្រូតយកដៃគ្នាទៅវិញទៅមកអាត្មាក៏ឌៀមុតដាច់ម្រាមដៃបងលក្ខតាដោយសារទៅចូលដៃបងប្អូនទៅវិញទៅមកទៅជួយស្រែហ្នឹងបើថាទៅភ្ជួររង្កលកូនហ្នឹងគឺម្ដង10ក៏មានដែរអាត្មាហ្នឹងចាស់ឲ្យរៀនភ្ជួរហ្នឹងនៅក្រោយគេបងល្វែងអីខ្លះហ្នឹងនៅភូមិរៀនភ្ជួរបានតិចតួចមិនបានច្រើនទេព្រោះកាលហ្នឹងនៅក្មេងដែរយកដៃគ្នាណាភ្ជួររស់ហ្នឹងយកដៃគ្នាច្រូតយកដៃគ្នាអាហ្នឹងយកដៃគ្នាពីដើមគឺថាការធ្វើស្រែចម្ការយកដៃគ្នាប៉ុន្តែបច្ចុប្បន្ននេះធ្វើស្រែចម្ការលើយកដៃគ្នាហើយនឹងឲ្យជួយគាត់ថ្លៃម្សុទ្ធថ្លៃប្រេងថ្លៃសាំងអតកោយន្តអីចឹងទៅជួយដែរប៉ុន្តែជួយកម្លាំងតែត្រូវជួយជាថវិកាតែរឿងធ្វើបុណ្យល្អណែខ្មែរយើងនៅធ្វើបុណ្យនេះនៅតែជួយគ្នាចឹងទៅចង់មានន័យថាញាតិញោមទាំងអស់គ្នាដែលមកអបស្ទប់បុណ្យហ្នឹងមកចូលបុណ្យហ្នឹងក៏ញាតិញោមហ្នឹងក៏មានតម្លៃស្មើនឹងម្ចាស់បុណ្យដែរញាតិញោមមកត្រេកអរអនុមោទនាកុសលផលបុណ្យជាមួយនឹងលោកអ្នកដែលជាម្ចាស់ទានមានលោកពូយិនពុជអីជាដើមមកយើងត្រេកអរមានទឹកចិត្តមនោសញ្ចេតនាសូម្បីតែញាតិការដែលបានស្លាប់ទៅដូចជាអ្នកមីងឈួមប៉ោះយ៉ាងអ្នកខ្លះដែលមកធ្វើបុណ្យហ្នឹងត្រូវជាប្អូនបង្កើតត្រូវជាបងបង្កើតណាត្រូវជាក្មួយបង្កើតសុទ្ធតែសាច់បង្កើតមួយចំនួននៅចដូនមួយបង្កើតមកប៉ុន្តែមិនមែនមកក្នុងនាមជាម្ចាស់បុណ្យទេព្រោះក្នុងនាមជាម្ចាស់បុណ្យមានតែប្រមាណអ្នកនេះទេប៉ុន្តែស្មោះតែគាត់មកចូលរួមនេះស្មោះតែគាត់បានបុណ្យដូចយើងអត់ហ្នឹងហើយបើគាត់មកត្រេកអរគាត់មកសប្បាយចិត្តរីករាយគាត់មកអនុមោទនាគាត់មកស្ដាប់ធម៌ដូចម្ចាស់ដើមបុណ្យដែរគាត់មានសភាពនៃការអនុមោទនាដូចគ្នាបុណ្យនឹងបានដូចគ្នាញោមហ្នឹងហើយយើងត្រេកអរម្ដងបានម្ដងយើងត្រេកអរញយយើងបានញឹកញយយើងសប្បាយចិត្តញឹកញយក៏បានញឹកញយតែវាតោះត្រង់ថាចំណុចមួយហ្នឹងហើយប៉ុន្តែចំណុចហ្នឹងឥឡូវអត់មានទេចំណុចមួយយ៉ាងម៉េចចំណុចមួយដូចថាលឺតែធ្វើបុណ្យហ្នឹងថាអញទៅធ្វើបុណ្យផ្ទះអំពុចឬក៏លពុះពុចអញនឹងបានជួបជុំបងប្អូនអញផឹកស៊ីទៀតហើយបុណ្យខុសពីការណាបងប្អូនបាទបុណ្យខុសពីការអាចគិតចឹងបានទៅជួបជុំគ្នាសប្បាយទៅអានឹងអាត្មាមិនថាជាប្រពៃណីមួយបែបតែបុណ្យណាអាត្មាចង់និយាយថាបុណ្យមិនមែនជាពិធីជប់លៀងការទេយើងកុំយកឆ្លងឱកាសទៅបានបុណ្យទៅបុណ្យពូទៅបុណ្យអីអញដឹងថាបានជួបជុំបងប្អូនគឺថាឆ្លៀតដាក់មួយកេះពីរកេះវាយមន់វាយទាឲ្យទេសួរបងប្អូនណាផ្ទះឲ្យមានអីសេរីមន់សេរីទាយើងមកបុណ្យណាចឹងបានអាត្មាប្រាប់បងប្អូនថាបុណ្យគឺបុណ្យមិនមែនពិធីការទេតែពិធីការអត់អីទេតាមសបាយពីព្រោះជាកម្មវិធីជប់លៀងសបាយតែយើងបុណ្យមកធម្មតាណែយើងបដោតមកលើអីគឺថាម្ចាស់ដើមបុណ្យសូត្រមន្តអីឲ្យត្រូវជួបជុំគ្នាពិសាបាយយើងសម្រាប់ឬក៏យើងជជែករំលឹកអនុស្សាវរីយ៍
ចាស់ណែនាំក្មេងៗឲ្យស្គាល់គ្នាណែនាំឲ្យស្គាល់អំពីឪពុកធំម្ដាយធំណែនាំចឹងមកឆក់ឱកាសដើម្បីណែនាំនេះក្មេងៗខ្លះដែលមកជួបចាស់ទុំដោយអាត្មាជួបបងប្អូនណានៅអូតបងអីតែញសួយបើជួបក្បែរលោកពូពុជមានគាត់នៅក្បែរចឹងគាត់ថាត្រូវខាងនេះខាងនោះជួនកាលអាត្មាអង្គុយលោកក្មួយកូនលោកតាអេងហ្នឹងហើយអត់ស្គាល់កណាទេអាត្មាថាអាត្មាអត់ស្គាល់ដល់ពេលចឹងគាត់ថាដល់ចឹងលោកក្មួយមិនស្គាល់ចឹងពិបាកដែរដល់ចឹងក៏អត់មានចាស់ទុំណែនាំក្នុងឱកាសពិធីបុណ្យនេះក៏ឆ្លៀតឱកាសក្នុងការបើយើងមិនធ្វើនៅបាបធម៌អីទេយើងណែនាំឲ្យស្គាល់ញាតិរបស់យើងចឹងទៅតែរឿងពិធីមង្គលការពិធីជប់លៀងអីជារឿងផ្សេងណាព្រោះអានឹងអាត្មាថៃទេជាប្រពៃណីសបាយគួរដែលយើងសបាយប៉ុន្តែយើងក្នុងថាសបាយឲ្យស្គាល់ប្រមាណតែប៉ុណ្្នឹងឯងតែក្នុងពិធីបុណ្យសូមឲ្យយើងនឹងមកប្រមូលបុណ្យអាត្មាចង់សំដៅថាញាតិញោមទាំងអស់គ្នាដែលត្រូវជាក្មួយដែលត្រូវជាបងជាប្អូននឹងមកត្រេកអរបុណ្យយើងបានបុណ្យដូចគ្នាបើទោះយើងចូលមួយផ្នែកតូចដើម្បីឧបត្ថម្ភនៅក្នុងកម្មវិធីបុណ្យហ្នឹងណាមានទឹកប្រាក់ដូចជា 20000 30000 40000 50000អីក៏ដោយក៏យើងមិនមានឈ្មោះថាជាម្ចាស់ដើមបុណ្យតែយើងជាញាតិនៃម្ចាស់ដើមបុណ្យនឹងឯងយើងត្រេកអរអនុមោទនាយើងបានបុណ្យស្មើគ្នាយើងបានបុណ្យដូចគ្នាឧទ្ទិសចំពោះញាតិបានដូចគ្នាញោមហ្នឹងហើយយើងឧទ្ទិសបានដូចគ្នាអញ្ចឹងគឺអាត្មាភាពបានសម្ដែងប្រមាណប៉ុណ្ណេះចាត់ទុកថាជាធម្មបណ្ណាការនិងធម្មិកថាដល់សម័យដើមទានប្រធានដើមបុណ្យទាំងអស់គ្នាដែលបានធ្វើបុណ្យនៅក្នុងថ្ងៃនេះចឹងអាត្មាភាពដូចជាមិនមានពាក្យពេចន៍អ្វីបន្តទៅទៀតទេពីព្រោះថាការលើកឡើងជុំវិញនៅក្នុងបុណ្យគម្រប់ខួប1ឆ្នាំផងហើយនៅក្នុងអត្តន័យនៃសង្ឃតាតកណានុប្រទានផងក៏សមល្មមគិតថានឹងអាចមានន័យគ្រប់គ្រាន់សម្រាប់ញាតិញោមពុទ្ធបរិស័ទក្នុងការស្ដាប់ពិចារណាគ្រប់ជ្រុងជ្រោយបានដែរហើយពាក់ព័ន្ធនៅក្នុងកតេធម៌នៃការប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃអាត្មាភាពក៏សូមលើកឡើងខ្លីបន្តិចទៅចោះពាក់ព័ន្ធនឹងកតេធម៌នៅក្នុងជីវិតប្រចាំថ្ងៃគឺត្រូវមានការសិក្សាខ្លះអំពីព្រះសម្មាសម្ពុទ្ធដូចជាយើងដឹងហើយថាធម៌របស់ព្រះសម្មាសម្ពុទ្ធគឺមាន84000បឋមខណ្ឌតែយើងទាំងអស់គ្នាជាអ្នកស្ដួយស្ដាងដោយបញ្ញាជាអ្នករវល់ក្នុងកិច្ចការងារកោក្របីស្រែចម្ការយើងរកពេលណាទន្ទិញឲ្យចប់ទាំង84000បឋមខណ្ឌដូច្នេះនៅក្នុងមេរៀនរបស់ព្រះសម្មាសម្ពុទ្ធនេះណាយើងទាំងអស់គ្នាក៏ច្បិចយកនៅធម៌ត្រង់ចំណុចណាសំតាមឧបនិស្ស័យទៅញោមសំតាមឧបនិស្ស័យដើម្បីយកមកប្រតិបត្តិបានដូចជាឧទាហរណ៍ថាព្រះសម្មាសម្ពុទ្ធឲ្យយើងស្គាល់វ័យទាំង3ណាវ័យទាំង3ដូចថាបឋមវ័យគួរដល់ការសិក្សារៀនសូត្រមជ្ឈិមវ័យគួរដល់ការប្រមូលទ្រព្យណាមជ្ឈិមវ័យគួរដល់ការរក្សាទានសិលភាវនាអីជាដើមនឹងគួរក៏ប៉ុន្តែវ័យណាមួយគឺគួរតែនឹងធ្វើបុណ្យទាំងអស់ប៉ុន្តែត្រូវស្គាល់ថាវ័យទាំង3ហ្នឹងគឺវ័យបឋមវ័យគឺថាសិក្សារៀនសូត្រវ័យកណ្ដាលហ្នឹងក៏ប្រឹងប្រែងរកទ្រព្យទៅដល់ពេលវ័យចាស់គិតតែពីធ្វើបុណ្យទៅនឹងឯងកុំធ្វើចាស់ស្ទៀវនេះញោមនឹងហើយចាស់នាំក្មេងខូចហើយដល់បន្ទោសថាក្មេងវាខូចមកពីចាស់នាំខូចដែរហើយចាំសូវធ្វើជាចាស់ទុំព្រះសម្មាសម្ពុទ្ធព្រះអង្គសរសើរអំពីព្រឹទ្ធាចារ្យនៅក្នុងបសោតដែលព្រះសង្ឃសម្ដែងណាអភិវាទនសីលិសនេចាំងវុទ្ធាបច្ច័យណោចតារោធម្មាវត្តន្តិអាយុវណ្ណោសុខੰពលំនឹងមានន័យថាយើងទាំងអស់គ្នាគោរពចំពោះព្រឹទ្ធាចារ្យបានពោល4ប្រការគឺសំដៅដល់ចាស់ដោយពហុសោតចាស់ដោយការចេះដឹងចាស់នឹងឃើញក្មេងខុសជួយប្រាប់ផងហ្នឹងហើយមិនមែនចាស់នាំក្មេងរប៉ាត់រប៉ាយក្មេងនាំចាស់រប៉ាត់រប៉ាយមិនចឹងទេមានន័យថាញាតិញោមយើងទាំងអស់គ្នាដល់ពេលដែលយើងចាស់ទៅគឺថាជាចាស់ទុំជាបង្គោលក្នុងស្រុកក្នុងភូមិក្នុងផ្ទះតែតែគ្រប់គ្រងកូនចៅរបស់យើងឲ្យបាននឹងឲ្យឃើញដោយលោកពូយើងគឺថាចាត់ចែងជាបង្គោលជាមលុបនៅក្នុងក្រុមគ្រួសារហ្នឹងចាត់ចែងថាអ្នកនេះត្រូវធ្វើចេះអ្នកនេះត្រូវធ្វើចោះហើយមានការបែងចែកច្បាស់លាស់ជាបង្គោលមុំនៅក្នុងគ្រួសារជាបង្គោលមុំនៅក្នុងសហគមន៍ជាចាស់ទុំសម្រាប់ក្មេងៗដទៃដើម្បីអាចស្ដាប់បានអាចចូលមកណែនាំបានហ្នឹងហើយអញ្ចឹងយើងយកអានឹងមកពិចារណាមួយទៀតយើងអាចចាប់យកថាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាឧបការៈធម៌សតិនិងសម្បញ្ញញាអីជាដើម
ណាមានន័យថាបុគ្គលដែលមានសតិហើយនឹងសម្បជញ្ញៈជាបុគ្គលដែលមានការភ្ញាក់រលឹកបានជារឿយយើងយកនៅមេរៀននៅពធបន្តិចបន្តួចដែលបានពីព្រះសម្មាសម្ពុទ្ធនឹងមកប្រតិបត្តិយើងមិនអាចចេះដឹងទាំងអស់ទេញាតិញោមណាទាំង84000បឋមខណ្ឌច្រើនណាស់តែយើងច្បិចយកនៅមេរៀនតិចដែលយើងអាចចេះដឹងបានហ្នឹងយកមកប្រតិបត្តិទាំងអស់គ្នាមួយទៀតបើយើងមិនអាចចាំទាំងអស់បានទេញាតិញោមយើងចាំថាអត្តានឹងឧបមាកត្វាការយកខ្លួនឯងជាឧបមាមួយទៀតយើងអាចយកថាបុគ្គលមានខ្លួនឯងជាឧបមាមួយទៀតបុគ្គលបរិសុទ្ធក្តីមិនបរិសុទ្ធក្តីគឺខ្លួនឯងជាអ្នកដឹងមួយទៀតយើងអាចដឹងអំពីធម៌នៃការប្រតិបត្តិនឹងការធ្វើទានត្រូវជឿជាក់ថាទានពិតជាមានផលហ្នឹងហើយអញ្ចឹងគឺថាយើងច្បិចយកនៅមេរៀនសំខាន់ដែលយើងបានចេះដឹងអំពីព្រះសម្មាសម្ពុទ្ធនឹងឯងដើម្បីជាការប្រតិបត្តិនៅក្នុងជីវិតប្រចាំថ្ងៃអាហ្នឹងគឺថាជាកតិធម៌ហើយសម្រាប់យើងទាំងអស់គ្នាហ្នឹងគឺថាប្រព្រឹត្តរស់នៅជាមួយគ្នាហ្នឹងគឺគោរពណាមានការគោរពគ្នាទៅវិញទៅមកមានការធ្វើទានដោយគោរពមានការរក្សាសិលផងក៏បានល្អចឹងយើងរស់នៅក្នុងកតិធម៌ទាំងអស់គ្នាបានបុណ្យជាកុសលទាំងអស់គ្នានឹងជាកតិធម៌ចុងក្រោយជូនដល់លោកពូយិនប៉ុចហើយនិងកូនចៅប្រុសស្រីទាំងអស់គ្នាដើម្បីបានទៅជាធម្មបណ្ណាការក្នុងបុណ្យគម្រប់ខួបមួយឆ្នាំនេះจึงអាត្មាភាពសូមលើកឡើងនៅបុណ្យកុសលដែលបានប្រព្រឹត្តអស់រយៈពេលមួយយប់មួយថ្ងៃរបស់យើងគឺយើងបានធ្វើបុណ្យនេះសូមញាតិកាទាំង7សន្តានរបស់យើងបានត្រេកអរអនុមោទនាណាដែលបានមកត្រេកអរហើយនោះក៏បានទៅជាសេចក្តីសុខជាភ័យភាពចឹងខ្ញុំគណៈអាត្មាភាពសូមខន្តីភ័យតោសរកកំហុសខុសឆ្គងដោយការលើសពាក្យសម្ដីណាមួយដែលបានពោលរួចមកហើយនេះក៏សូមទោសចំពោះពុទ្ធបរិស័ទផងដែរចឹងធម្មទានរបស់ខ្ញុំប្រកាសណាអាត្មាភាពក៏សន្មតទៅចប់ប៉ុណ្ណេះឯងអេវ៉ាំង